វីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកពតម្ដងទៀតហើយកពតតាំងបានបានខែស្រួលបួផងឥឡូវដាក់ផ្លែនទៅកពតទៀតហើយមកនេះអំណោយផលមែនតែនមេសតុំរហូតនៅតាមផ្លូវហើយចំរដូវកាលបៃតងបែបនេះសភាពតាមផ្លូវស្អាតមែនតែនហ្មងអ្នកទាំងអស់គ្នាហើយចៃដន្យអីមកចំពេលមានអារម្មណ៍តិចតិចចែកភ្លៀងអត់ខ្លាំងអត់ធ្វើឲ្យយើងពិបាកធ្វើដំណើរទេយើងជិះជាមើលតាមផ្លូវពណ៌បៃតងអញ្ចឹងស្អាតណាស់អ្នកទាំងអស់គ្នាមកកពតនេះមួយមកប្រហែលដងក៏ខ្ញុំអត់ដែរចិនណាយដែរការបៃតងអត់មានសមត្ថភាពទៅឆ្ងាយឬក៏អត់មានថ្ងៃសម្រាប់បានយូរខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាមកកពតនៅក្នុងរដូវកាលខែ6ខែ7នេះសម្រាប់អ្នកដែលចូលចិត្តជិះទឹកភ្លៀងតិចរ៉ែឡើងភ្នំបូកគោឬក៏ជិះតាមផ្លូវធម្មតាហ្នឹងក៏ស្អាតដែរនេះខ្ញុំធ្វើដំណើរចូលមកដល់ក្រុងកពតហើយប៉ុន្តែខ្ញុំត្រូវទិសដៅខ្ញុំគឺត្រូវទៅកន្លែងស្នាក់នៅសិនហើយកន្លែងស្នាក់នៅនេះបែបស្កប់ស្ងាត់ខ្ញុំក៏រីកមិនឲ្យអ្នកទាំងអស់គ្នាដែរព្រោះកន្លែងនេះគេឲ្យបើកបាសអីត្រឹមម៉ោង10ពីអ្នកទាំងអស់គ្នាក៏ម្ចាស់កន្លែងគាត់អនុញ្ញាតឲ្យយើងអាំងសាច់ញ៉ាំបានភេសជ្ជៈពីខាងក្រៅចូលបានដូចគ្នាកន្លែងគាត់ក៏មានអាំងហែទឹកមានហាងកាហ្វេក៏មានបាយព្រឹកដែរហើយកន្លែងនេះសម្រាប់អ្នកដែលគាត់ចូលចិត្តបែបស្ងប់ស្ងាត់ណាអាចនៅបានយើងមកគ្នា4-5នាក់អញ្ចឹងទៅជួលមកល្បែងហ្នឹងនៅទៅតម្លៃក៏សមរម្យដែរបន្ទាប់ពីមួយទឹកសម្អាតខ្លួនហើយយើងទៅរកបាយថ្ងៃញ៉ាំសិននេះជាម្ហូបបាយថ្ងៃដែលពួកយើងញ៉ាំចំណាយអស់តិចអ្នកទាំងអស់គ្នាបន្ទាប់មកពួកយើងក៏ទៅតាមផ្លូវទៅទឹកឈូគោលដៅខ្ញុំមកទឹកឈូគឺទៅចកាត្រេនគឺទៅទិញត្រេនញ៉ាំមកតែស្ដាយទាំងអស់គ្នាអត់បានថតចកាត្រេនហើយនឹងត្រេនដែលខ្ញុំបានទិញនៅកន្លែងហ្នឹងឡៃទៅលងស្នែអ្នកលក់ឲ្យភ្លក់ត្រេនទៅអត់បានថតឲ្យមើលលេងនេះតាមផ្លូវដែលពួកខ្ញុំទៅទឹកឈូតាមផ្លូវទៅទឹកឈូក៏ទេសភាពស្អាតដែរហើយខ្ញុំទៅកំពង់ជីនេះគឺមកខ្ទង់ម៉ោង3តិចស្រួលអ្នកនរគ្នាអត់ក្តៅទេហើយនេះខ្ញុំមកដល់កន្លែងកាហ្វេអ្នកនរគ្នាកាហ្វេដែលគេល្បីតែកន្លែងដែលខ្ញុំចូលនេះគេអត់មានលក់កាហ្វេគេលក់matchaហើយmatchaគេថ្លៃពេកសម្រាប់ចិត្តថាមកថតរូបលេងបន្ទាប់ចេញពីកន្លែងហ្នឹងហើយខ្ញុំក៏បានមកមើលផ្កាកង្កោបផ្លូវទៅកែបអូយផ្លូវទៅកែបខែនេះផ្កាកង្កោបពេញដុះស្អាតណាស់អ្នកនរគ្នាអ្នកនរគ្នាទៅខែនេះទេសភាពស្អាតហើយក៏បានជិះឃើញផ្កាកង្កោបនៅតាមផ្លូវទៅកែបដែរឃើញគេអាសាផុសថាផ្កាកង្កោបនៅផ្លូវទៅកែបស្អាតណាស្អាតមែនអ្នកទាំងអស់គ្នាតាមផ្លូវហ្នឹងសិតតែផ្កាកង្កោបហើយស្អាតហើយជិះសប្បាយភ្នែកមើលហើយពួកយើងគ្រាន់តែជិះលេងហ្នឹងក៏ដល់ពេលល្ងាចមេចាប់ផ្ដើមងឹតនេះខ្ញុំជិះទៅឆ្នេរអង្កោខ្ញុំចូលផ្សារក្តាមទិញម្ហូបសម្រាប់យកទៅអាំងនៅកន្លែងស្នាក់ហើយណាពួកយើងក៏ជិះដើរលេងនៅតាមផ្លូវឆ្នេរអង្កោលេងដែរអ្នកនរគ្នាហើយផ្លូវឆ្នេរអង្កោនេះអត់ងឹតទេតាមផ្លូវគឺមានភ្លើងរហូតហើយកន្លែងលក់អីញ៉ាំតាមផ្លូវមានមីគោកមានម្ចាតាមផ្លូវអត់ខ្វះកន្លែងអង្គុយទេទិញតែម្ចាមួយកែវអង្គុយស្ដាប់សំឡេងទឹកអឡូកក៏បានដែរតែពួកខ្ញុំមកអង្គុយមើលទឹកអឡូកអង្គុយមើលថ្ងៃលិចនិយាយទៅខ្ញុំស្រឡាញ់ពេលមកកពតគឺខ្ញុំអត់ភ្លេចទេផ្លូវកែបហើយនឹងផ្លូវឆ្នេរអង្កោទោះរៀងល្ងាចតិចក៏នៅតែមានអារម្មណ៍ថាជិះឲ្យកាត់ stress ឲ្យសុបាយចិត្តឲ្យឈៀលនៅក្នុងខ្លួនយើងហ្មងវាកាត់បន្ថយ stress ខ្ញុំបានត្រឹមតែមួយថ្ងៃហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំសុបាយចិត្តដែលខ្ញុំបានមកដល់កន្លែងហ្នឹងដែរពេលតនេខែភ្លៀងក៏ដោយខែត្រជាក់ក៏ដោយខែក្តៅក៏ដោយកន្លែងនឹកឃើញចង់ដើរលេងមុនគេកពតកែបឆ្នេរអង្កោទាំងឯងអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីចេញពីឆ្នេរអង្កោមកហើយពួកខ្ញុំក៏ធ្វើដំណើរមកកន្លែងស្នាក់វិញតាមផ្លូវសែមវល់ហើយតាមផ្លូវសែមវល់នេះពេលយប់អត់មានទេសភាពមើលស្អាតដូចពេលថ្ងៃទេតែពេលយប់ផ្លូវស្រឡះល្អមានម៉ូតូឡានជិះមួយដែរហើយណាមួយផ្លូវនេះវាផ្លូវកាត់ទៅកន្លែងខ្ញុំស្នាក់ផងទៅដល់ចេញពីហ្នឹងទៅគឺដល់កោះស្មៅហើយគឺដល់កន្លែងស្នាក់របស់ខ្ញុំបងអ្នកទាំងអស់គ្នាអានេះពួកខ្ញុំមកដល់មានឆ្នាំងខ្លួនឯងមានចក្រានខ្លួនឯងហើយស៊ុបផតទិញមកពីពេញទៀតនឹង oyster មានបកាមានក្តាមអាំងអញ្ចឹងណាយើងដាក់ញ៉ាំខ្លួនឯងនៅមុខកន្លែងស្នាក់យើងនឹងទៅម្ហូបយប់នេះគ្នា3នាក់អត់មានអីច្រើនអ្នកនរគ្នាមានមឹកអាំងមានបកាអាំងមានស៊ុបផតហើយតំភ្លៀងលឹមហើយទៀតអូយក្តៅឆ្ងាញ់ណាស់វីដេអូភាគទី1របស់ខ្ញុំចាប់ត្រឹមហ្នឹងហើយចាំតទៅភាគទី2នៅវីដេអូមួយទៀតទី2របស់ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងភ្នំកំពង់ត្រាដើម្បីកុំឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាវីដេអូនេះវែងពេកអញ្ចឹងខ្ញុំចង់កាត់វាឲ្យខ្លីហើយខ្ញុំនឹងចេញភាគ2អ្នកទាំងអស់គ្នាមើលនៅពេលក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អរគុណបាយបាយ